ជំរាបសួរបងប្អូនទៀតជំនួសគ្នាពីខាងប្អូននីកាអូតូមតេនិនសេវាកម្មថែទាំរថយន្តចល័តឥឡូវនេះចង់មកបង្ហាញពីគម្រោងរថយន្តឡានអតិថិជនគាត់អញ្ជើញមកដល់ទីតាំងផ្ទាល់តែម្ដង Toyota Alphard ម៉ាស៊ីន4ឆ្នាំ2008ដែលគាត់ជាវជាមួយនឹងសេវាកម្មប្រូប្រេម៉ាស៊ីនហើយអ្វីដែលជាចំណុចសំខាន់របស់ឡានអតិថិជននេះគឺគាត់មានការលិចតាមកែវបានន័យថារយៈពេលនៃការប្រើប្រាស់គាត់ច្រើនដែរហើយមានផលប៉ះពាល់ទៅដល់ការលិចជ្រាបកន្លែងកែវបាតកន្ទះហ្នឹងហើយយើងធ្វើការ recommend ជូនគាត់ដើម្បីធ្វើការដោះលាងសម្អាតហើយបិទកែវឡើងវិញកុំឲ្យមានផលប៉ះពាល់ដល់ម៉ាស៊ីនធ្ងន់ធ្ងរជាងហ្នឹងចឹងតាក់ទងមួយការលិចជ្រាបហ្នឹងគឺវាធ្វើឲ្យបាត់ប្រេងម៉ាស៊ីនដែរហើយវាធ្វើឲ្យក្លិនមិនល្អខាងក្រោមឡានយើងវាអាចបណ្ដាលឲ្យមានក្លិនឈ្ងៀមជាដើមចឹងបើសិនជាបងជួបបញ្ហាបែបហ្នឹងដែរបងគួរតែធ្វើការដោះលាងសម្អាតហើយនឹងបិទកែវឡើងវិញដើម្បីកុំឲ្យមានការប៉ះពាល់ដល់ធ្ងន់ធ្ងរជាងនឹងទៀតចឹងអរគុណច្រើនសម្រាប់បងប្អូនអតិថិជនដែលតែងតែគាំទ្រសេវាកម្មនីកាអូតូមែនទែនខាងបងប្អូនអរគុណច្រើនសូមជម្រាបលា